បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលជាប្រិមិត្តនិង fan របស់ Channel ប្រឡំនីតិរបស់ Admin បាទឥឡូវ Admin បានចេញអេពីសូតទី2មួយវីដេអូទៀតហើយបាទគឺរឿងដែលវាតាក់ទងជាមួយនឹងព្រីខ្លាម្ដងបាទហើយសាច់រឿងនេះក៏វាមិនឆ្ងាយអំពីសាច់រឿងពីភាគ1ផងដែរអេពីសូតទី1រឿងតាក់ទងជាមួយនឹងលោកផលមិនបាន admin និយាយថាវាតាក់ទងមួយគ្នាដោយសារថារឿងនឹងវាកើតនៅក្នុងភូមិរបស់លោកពូផលដែរអញ្ចឹងណាហើយភូមិហ្នឹងគឺជាភូមិរបស់ admin អ្នកដាក់ឈ្មោះទេគឺហៅភូមិតាក់លឹកអញ្ចឹងណាបងប្អូនមុននឹងយើងចូលសាច់រឿងថ្មីនេះភាគថ្មីនេះ admin សូមរំលឹកថាក្រោយពីផលហៅឆ្នាំបានអញ្ចឹងទៅពូផៃក៏គាត់មកហៅសួរហៅឆ្នាំអញ្ចឹងណាហើយពូផលក៏ហាលឆ្នាំអស់ហ្នឹងគឺស្ងួតអស់ហើយវិចខ្ចប់ទៅឲ្យគាត់អញ្ចឹងទៅហើយគាត់ក៏មកយកអញ្ចឹងទៅលងប្រហែលថ្ងៃទៅគាត់បានយកឆ្នាំនឹងទៅដាំទឹកហូបមួយថ្ងៃពីរថ្ងៃគឺមួយអាទិត្យគឺថាពូផៃគឺមានការល្អប្រសើរឡើងវិញកាពះពវៀនគាត់ណាអញ្ចឹងបងប្អូនមិនត្រឹមតែកាពះពវៀនគាត់ទេសម្បីឬដងបាតក៏គាត់ជូអាចមករៀងធូរជាងមុនអញ្ចឹងទៅនិយាយទៅជំងឺគេហៅថាថ្នាំខ្មែរជំងឺ100មុខគឺជាសះសឹងតែមកតួខ្លួនរបស់គាត់អញ្ចឹងទៅបន្ទាប់ពីជាអញ្ចឹងទៅគាត់ក៏ឲ្យជាជូនថវិកាទៅដល់លោកពូផលថែមទៀតថ្នាំទៅគាត់ទិញផ្សេងទៅតែគាត់ពឹងទៅឲ្យគាត់ហៅព្រោះឲ្យគាត់បថុយគាត់ទៅហៅកន្លែងថ្នាំនឹងគាត់បថុយកុំតែគាត់ដឹងខ្លួនតន់កុំអីមិនដឹងថាជីវិតជីវ៉ាគាត់យ៉ាងណាទេពេលនោះអញ្ចឹងទៅពូផៃក៏ដឹងគុណជាមនុស្សមានគុណធម៌ខ្ពស់គាត់ក៏បានជូនជាសគុណទៅដល់ពូផលថែមទៀតអញ្ចឹងទៅគាត់មិនតែស្ដាយទេប៉ុន្តែអ្វីដែលស្ដាយគឺជីវិតមនុស្សណាមួយជំងឺរបស់គាត់គឺមានការល្អប្រសើរដោយសារតែថ្នាំបុរាណរបស់គាត់ហ្នឹងបាទហ្នឹងហើយអត់មានរំលឹករឿងរបស់ពួកគាត់ទាំងពីរប៉ុណ្ណឹងឥឡូវយើងចូលរឿងរបស់តាពីរនាក់យើងតាពីរនាក់ពួកគាត់គឺមានឈ្មោះថាតាសុកហើយនិងតាសានដែលជាតួអង្គឯកនៅក្នុងភាគទី2របស់យើងនេះរីឯតួអង្គតាសុករបស់យើងនេះគឺរូបភាពគាត់អង្គុយនៅខាងឆ្វេងដៃនិងតួអង្គតាសុករីឯតួអង្គរបស់លោកតាសានគឺនៅខាងស្ដាំទៅហើយយើងមានតួខ្លាមួយទៀតដែលតំណាងឲ្យព្រីខ្លាដែលបានចូលក្នុងភូមិអញ្ចឹងណាបងប្អូនដូច្នេះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅសាច់រឿងតែម្ដងទៅដើម្បីចង់ដឹងថាវារឿងរ៉ាវវាយ៉ាងណានៅល្ងាចមួយនោះគឺថាផ្ទៃមេឃគឺបានចុះសតុំគឺมันមានបើកថ្ងៃទេជួនជាចៃដន្យលោកតាសុកគាត់នៅប្រទេសតាឯងនិយាយគាត់ក៏នៅប្រទេសដែរតែសារនិយាយគាត់ទៅបុនគេអញ្ចឹងបុនគេនៅភូមិចិត្តហ្នឹងហើយពេលនោះគាត់មានការអបសក់គាត់ក៏បានដាំទឹកក្តៅចាក់ក្នុងពងអញ្ចឹងទៅហើយបន្ទាប់មកគាត់យកមកចាក់ប៉ាន់អញ្ចឹងទៅនិយាយទៅគេហៅហូបតែពេលល្ងាចអញ្ចឹងណាអបសក់ទៅហើយគាត់ក៏ហូបអញ្ចឹងទៅគាត់មានទូរស័ព្ទ smartphone ស៊េរីទំនើបដែលកូនគាត់ទិញជូនគាត់អញ្ចឹងហើយគាត់ក៏ប្រើគាត់ហូបតែបណ្ដើអញ្ចឹងទៅគាត់អង្គុយមើលនេះមើលនោះបណ្ដើទៅអស់មើលនេះមើលនោះអញ្ចឹងទៅហើយលោកតាសុកគាត់អត់ចេះប្រកាន់ទេទោះបីគាត់ជាចាស់ព្រឹទ្ធាចារ្យគាត់សំសិលកាន់ធម៌កាន់អាគាត់មិនមែនហើយគាត់ណាថែមតែជាអាចារ្យវត្តទៀតផងបងប្អូនហ្នឹងហើយគាត់ជាអាចារ្យវត្តនៅក្នុងភូមិទឹកលឹកផងដែរហើយគាត់វិសាតែបដាអញ្ចឹងទៅគាត់មាននំមួយចានចៃឆាបមួយចានអញ្ចឹងទៅផ្សារបដាអញ្ចឹងទៅខ្លែមហើយមើលទូរស័ព្ទបដាអញ្ចឹងទៅស្របពេលដែលគាត់កំពុងតែចុចអស់អញ្ចឹងមើលវីដេអូមួយដែលជារូបស្អីស្អាតណាហើយគេមិនទេគេប្រម៉ូទខ្លួនគេមិនទេអីឮតែបងប្រមាណប៉ុណ្ណេះចុច link ខាងក្រោមអញ្ចឹងណាហើយគាត់ក៏អស់មើលទៅក៏ចេះឆ្ងល់គាត់មិនយល់គាត់ជាចាស់ជាគាត់ចេះឆ្ងល់ link ស្អី link យល់ទេមាននាងអើយគាត់និយាយតែឯងអញ្ចឹង
vậy ấy chắc bá mau đọc ta mơ tới rồi việc châu tam na tam nay chứ còn vậy là việc lên sỏi tại như từ vậy đấy nhâm vậy từ sau chẳng từ hồi mót có chạy trụ mót lột rồi đó tình đồn đó mình điền ơi chẳng á là ngày hay strophe này con có mong là trụ chất mơ biết ô nắng khay mình về nhỉ phần đây còn mơ một đô nắng lang trong đồng phay đô mà hay mình nè giấy nó không biết ô nắng che là vậy che đã bồn chứ nó một quạt là hột chẳng từ strophe này con có mong là mơ trụ chất chẳng từ tụ sạp con có bán rô rưng rô lấy tụ sạp á cái mình nè kho chầu hay cốt bên nó có đáng nghe còn là bà hai lấy cho lấy bên na cái gì vậy lấy nữa bà hai lại lấy nước đi lọc chuyện mà đồn na chứ còn trong này nhé hay cốt có lừa cả lô chẳng từ lố rồi bây giờ lô chứ bạn còn như đâu ô là buồn sàn đấy còn nhé ô là buồn sànแต่ว่าเลยนุ่งเลยจะบอกตาซานให้ตาซานcác bạn mà xù quạt chứ thả quạt nơi nào nơi này nhớ nơi tè hở ọt chứ quậy quạt ốp sọc quạt trong màu lê hay lúc ta sóc có tham có tên đi nè hay trong cái quạt ốp sọc thế đó còn hộp tại hộp ấy vậy tới hay ta sóc có ban phép tới ta san đã ôm màu đấy màu bông trong nơi tè tại này đây bông phật tại làm tu sập chẳng à hay để nóng lười trắng ta sán có chi ta sán có chi mà tô đục bọc quạt nắng màu tè ta sọc bông bón gồm ai tha văn ở miền trời vậy mền ta mà tô đục nắng cứ con trai có tên ao quạt vậy nó sẽ đẹp chi đục bộ bồn của từ bọt mà đồ mà cà chẳng từ tiền ngày sau ngày bữa to pin vậy cái này hay chứ nè lúc ta sáng có chi mà tôi bỏ có project một đo ngâu bên nhập home một châu màu con đồng tia bạ rồi bên tia rồi bỏ lúc ta sọc cho nó tại ta sọc của bông này coi làm tay cho mùi trái chạp trên tay cho chua sạp trên tay bên nóng ta sọc có rẻ tia xoa cung ta san trên tay ta có cho màu bông ơi màu coi màu hay còn có bạn bỏ kè bỏ ai ao trên tay rồi ta sáng còn làng màu coi trên tay bên nóng ta san xuống rồi là bộ nơi mưa ấy đâu ta sọc nó có thằng mưa nít tịch tụi nữa bạn ta sọc luôn anh còn đằng ta luôn còn có bông mưa ấy rồi ta sáng nó chạy ngon mưa ấy tịch tụi nữa tuổi giờ đấy chả pi nè nó còn chật cái nền quạt cái đuôi kia mà hồi mày đã dần mơ phở đua sạp lo hiện luôn nó cồn giật tình chun nào phần này bầy phần này buồn này nó phải mơ cho chật là mơ là biết ấy đại kê mình áo ấy chả mơ phải vụ quán nó cho chật ở chung khi mà đồng đó cô mơ ta chẳng ấy lô bên to bị quật lang mỏng cô dân thế lúc ta sọc dễ nó có vô bay vô ấy nó ngồi quật chặt tay xa vậy nèហើយអង្គុយភាសាគ្នាខ្លាំងខ្លោយយ៉ាងទៅហើយនិយាយចែកគ្នាបន្តែទៅតាសានពេលហ្នឹងក៏អត់មើលអត់កាន់ទូរស័ព្ទទេគាត់សុខចិត្តមកអើតមើលទូរស័ព្ទរបស់តាសុកចឹងចង់ដល់តាសុកមើលអីហើយពេលហ្នឹងតាសុកភ្លេចខ្លួនគាត់ភ្លេចអស់ទៅដោយសារតែធម្មតាមនុស្សចាស់ដៃគាត់វាពិបាកចាប់ថាច់ណាថៃវាចាប់អត់សូវបាននោះវាចាប់ទៅវាអត់ស្អិតអញ្ចឹងទៅគាត់ព្យាយាមចុចដែរប៉ុន្តែចុចអត់តាន់ហើយត្រូវតាសានលះទៀតមានចុចមានតាន់ទេតាសានចូលមកមើលដល់ហើយមើលឲ្យដឹងគាត់មើលឲ្យបងប្អូនហើយរឿងនេះទៀនក្តៅស្នាច់អីគេកាត់ខ្លីៗគាត់ងំមើលអានោះតែមិនមែនរឿងនេះទៀនអានោះលក្ខណៈរឿងមានរូបភាពបើនេះទៀនផ្សេងដល់ពេលអញ្ចឹងទៅគាត់លន់មកលោកប្អូនសងំមើលមួយថ្ងៃមើលអញ្ចឹងទេតាសានក៏លន់មកអញ្ចឹងហើយនោះវាសោចកើទៅដល់បន្ទាប់មកទៀតគាត់ក៏តាសានណាគាត់ដំណាលរឿងអញ្ចឹងទៅហើយពេលនោះតាសុកក៏ឈប់មើលទូរស័ព្ទមានគ្នាចែកគ្នាហើយ
គាត់ឈប់មើលទៅគាត់ទុកទៅគាត់យក power bank ទៅដោតទុកចោលក្បែរដៃហ្នឹងណាហើយទុកចោលយ៉ាងទៅតាសានក៏និយាយរឿងដំណាលក៏តាសាក្មេងៗដល់លើក្មេងៗដែលចេះបង្កើតមាតិកាផលិតវីដេអូហើយគាត់តាសាមាតិកាមួយដែលមាតិកានឹងទៀតសោតគឺប្រហែលជាគាត់ចូលចិត្តស្ដាប់ដែរដូចរបៀបរឿងនិទានបែបមុនអាគមគាថាអញ្ចឹងណាបងប្អូនតាសានគាត់និយាយដំណើរថាក្មេងលើបកែដូចក្មេងជំនាន់យើងឯងបកែមកក្មេងលើប៉ិនហូនដឹកសង្ស័យគេពួកវាធ្វើអញ្ចឹងបានហើយហៅលុយបានអញ្ចឹងណាលោកបងហើយតាស្តុកនោះគាត់ក៏រឿងយល់សាច់ការរឿងអញ្ចឹងដែរខ្លះទៅគាត់ក៏ថាប្រហែលលើបងអើយធ្វើអីក៏ដោយបើមិនហៅលុយបានមិនគេធ្វើទេតើពីវាបានវាអីដែរបានវាផឹងធ្វើនោះប្រហែលជាអញ្ចឹងហើយពេលហ្នឹងតាសានក៏បាននិយាយតទៀតនិយាយថាក្មេងឥឡូវហ្នឹងគឺបកែហ្មងអញនិយាយរឿងរបៀបរឿងបរមបុរាណមកមុនអាគមគាថានិយាយមកត្រូវថាត្រូវចិត្តតាសានហ្មងហើយចង់ជំរាបបងប្អូនបន្តិចប្រហែលបន្តិចចោះថាពួកគាត់ពីរនាក់ហ្នឹងចាស់ហ្នឹងគឺកាលពីមុនមកគាត់ធ្លាប់ជាអ្នកចេះអញ្ចឹងដែរតិចតួចដែរវាមិនចេះច្រើនណាស់ណាគាត់តែចេះមិនល្មមសមគួរអាចការពារខ្លួនបានអញ្ចឹងបងប្អូនហើយគាត់និយាយអញ្ចឹងគឺនិយាយលឺអញ្ចឹងគាត់ដើម្បីកុំឲ្យថាអ្នកចិត្តខាងលឺថាពួកគាត់ពីមុនមកធ្លាប់មើលអាមិនគាត់និយាយសរសើរក្មេងណាក្មេងឥឡូវចេះចោះយ៉ាងទៅហើយតែសក់ក៏អ្នកយល់ការដែរគាត់ក៏និយាយស្របតាមអញ្ចឹងដែរហើយដល់ពេលនិយាយតែសារចោះសារឡើងអញ្ចឹងនឹកនិយាយទៅគេហៅថាតាសានគាត់តែបាននិយាយទៅគាត់ចេះតែបែកអូហូស្ទឹងបែកបញ្ញាបែកគណិតអញ្ចឹងទៅនិយាយទៅលក្ខណៈគេហៅថាអួតលើសដល់ពេលអួតលើសតាសក់នោះធម្មតានិស័យពួកគាត់ដូចគ្នាមែនប៉ុន្តែកាលណាតែមកខាងនិយាយមករឿងលើខ្លួនលើសខ្លួនអួតពេកអញ្ចឹងទៅមកខាងទៀតក៏មានអារម្មណ៍ថាជ្រិញជ្រុកជ្រិញដែរដល់ពេលនោះតាសក់គាត់ក៏រៀងនិយាយកាត់ម្ដងម្កាលដែរពេលខ្ញុំណុចខ្លះទៅគាត់និយាយកាត់ទៅវាថាមិនចេះមិនចឹងអញ្ចឹងណាតជាមួយនឹងតាសានដែលតាសានខំប្រឹងអួតអាកន្លែងហ្នឹងអញ្ចឹងទៅតាសក់ក៏លើកទៅអូវាមិនចឹងទាំងអស់ទេលបងអើយពេលខ្លះវាចេះចោះដែរអញ្ចឹងទៅហើយធម្មតាតែមនុស្សម្នាក់តឡើងម្នាក់ទៀតត្រូវតឡើងដែរដើម្បីនិយាយទៅស្មើគ្នាកុំឲ្យមានមួយលើសមួយក្រោមអញ្ចឹងទៅខណៈពេលនោះដែរនិយាយទៅកាន់តែវែងឆ្ងាយណាមួយនិយាយបន្តដាក់តែបន្តអញ្ចឹងទៅបន្តក្មេងៗយើងដាក់ប៊ីយ៉ាអញ្ចឹងទៅគេថាសបឹងប៊ីយ៉ានិយាយច្រើនសបឹងច្រើនអញ្ចឹងណានិយាយច្រើនយូរទៅស្ដាប់គ្នាលេងបានដល់ពេលចាស់គាត់ហូបតែគាត់និយាយច្រើនម្នាក់ក៏ប្រកាន់អាស្មិម្នាក់រៀងខ្លួនដែរពួកគាត់សិនអ្នកចេះអញ្ចឹងมันអាចក្រុមគ្នាបានទេដល់ពេលលោកតាសាននិយាយអួតពេកពីរឿងស្អីថាអីមុនអាគមប្រើមុនអាគមប្រើខ្លាប្រើពស់ប្រើអីខ្ចាលមរៃសัตว์អីទៅលុកលុយគេអញ្ចឹងណាហ្នឹងហើយគាត់អួតពេកតាសក់នោះគាត់ថាពេលខ្លះរឿងចឹងយើងមិនមែនចេះតែប្រើបានទេលោកបងខ្ញុំមិនសូវចេះរឿងហ្នឹងទេប៉ុន្តែលបងនិយាយមកពេលខ្លះខ្ញុំរៀងខ្ទាស់តិចដែរព្រោះស្ដាប់ទៅវាឆ្កងអញ្ចឹងលបងកុំខឹងបងអូនចូលចិត្តតែត្រង់អញ្ចឹងតែសក់គាត់និយាយអញ្ចឹងតែសារនោះចេះតែស្ដាប់ចេះទៅចេះភ្នែកចេះដៀងលើដៀងខោមអញ្ចឹងទៅហើយតាសានអត់សុខចិត្តតែនិយាយលោកបងអញ្ចឹងបងកើតមុនបងឯងមួយឆ្នាំ2ឆ្នាំមែនប៉ុន្តែបងដឹងរឿងអញ្ចឹងហើយបងក៏តំណងជាចេះមុនបងឯងទៀតអញ្ចឹងបងដឹងចឹងកាបងឯងដឹងអត់តន់បងទេរឿងខ្លះអញ្ចឹងណាដល់ពេលទៅតែសក់ចេះតែបាទតែរឿងខ្លះខ្ញុំដឹងអត់តន់ប៉ុន្តែវាអ្នកកើតមុនមិនប្រកាសថា
ចេះដឹងលឹះលុបជាងអ្នកកាត់ក្រោយទេធម្មតាអ្នកកាត់ក្រោយតែងតែរៀនសូត្របានច្រើនជ្រៅជ្រះអញ្ចឹងទៅអាចតន់អ្នកមុនឬក៏អាចលឹះអ្នកមុនគេហៅរលកថ្មីច្រើនរលកចាស់អញ្ចឹងណាហ្នឹងហើយដល់ពេលនិយាយចុះនិយាយឡើងអត់ត្រូវគ្នាតាសានប្រហែលជាខឹងគាត់ថាឥឡូវបងមកលេងតែប៉ុណ្្នឹងទេបងឆ្អែតទេបងទៅហៅទៅផ្ទះវិញហើយពេលហ្នឹងតាសុកគាត់ធ្វើល្អខាត់អញ្ចឹងណាខាត់ប៉ុន្តែខាត់យ៉ាងណាក៏តាសានអត់នៅដែរដោយសារអីដោយសារតែពាក្យសម្ដីរបស់តាសុកដាក់សោកគាត់ពេកអញ្ចឹងប្រហែលជាគាត់ខ្ញាល់គាត់ខឹងអញ្ចឹងទៅគាត់ធ្វើជាលេះខ្ជិលចង់នៅតទៀតអញ្ចឹងទៅគាត់ក៏ជំរាបលាតាសុកយើងហ្នឹងទៅឡើងលើម៉ូតូឌុបបោកគាត់ហ្នឹងហើយទៅគេថាអូបងទៅហើយនិយាយនន់ផុតពីមាត់គាត់ហូម៉ូតូងោងហូឡើងប្រហែលចុងកើអញ្ចឹងលបងរបស់តាសុកហើយនឹងប៉ាន់តែស្ទើរតែផេះបាយយាយព្រោះគាត់ហូខ្លាំងពេកទូរស័ព្ទអីហ្នឹងស្ទើរតែញ័រតាមសលេឈូសមកខោមអញ្ចឹងទៅដល់ពេលហ្នឹងគាត់បលម៉ូតូព្រុចឆ្កែព្រុសផ្អើពេញភូមិរត់វាហត់ដេញតាមសលេគាត់មិនដែរហត់ដេញតាមអត់តាន់ទេសលេម៉ូតូគាត់លឺកាន់តែខ្លាំងកាន់តែលឿននិយាយទៅស្ទីលមុំអត់តាន់គាត់ទេលោកបន្ទាប់ពីគាត់ជិះម៉ូតូទៅផុតចឹងទៅតាសុកអីចឹងតាសុកគេនិយាយម្នាក់ឯងដបងសាទទីខឹងឯងទៅមិនតែខឹងទេនិយាយប៉ុណ្ណឹងសោះខឹងគាត់នេះការនិយាយភាករឿងរបស់ក្មេងៗជំនាន់ក្រោយហ្នឹងណាតែខឹងអីទេខឹងក៏ខឹងដែរខឹងងំចោលទៅតាសុកគាត់និយាយលេងចឹងទៅហើយពេលហ្នឹងមើលទៅគេនិយាយជ្រេលជ្រែណាមួយដូចជារោភ្លៀងហងតែសុកគាត់ក៏ប្រមូលប៉ាន់តែគាត់យកទុកដាក់ទៅក្នុងផ្ទះវិញទៅលោកបន្ទាប់ពីយប់ឡើងនៅក្នុងភូមិទឹកលឹកទាំងមូលដូចចម្លែកណាហើយពេលហ្នឹងពុផលអីដូចជាមិនទាន់ចូលចម្រើនទេពេលហ្នឹងតិចគាត់ចេញទៅរកត្រីនៅបឹងហើយផ្ទះគាត់ទៅរកត្រីហើយពុផៃនោះហ្នឹងឯងពុផៃទៅមួយពុផលអញ្ចឹងទៅបាទ2នាក់ព្រោះអីគាត់ពួកគាត់2នាក់ទៅជើងរកត្រីនេសាទត្រីហើយបឹងហ្នឹងមិននៅចិត្តមិននៅឆ្ងាយប៉ុន្មាននៅចិត្តក្រោយផ្ទះគាត់ដែរប្រហែល7 គីឡូដីដែរអញ្ចឹងទៅហើយងាកមកទស្សនវិជ្ជានៅក្នុងភូមិនេះវាពេលនោះយប់ស្ងាត់ងឹតណាមួយមេឃដូចហងភ្លៀងផងវាងឹតតែហ្មងភ្លឺម្ដងតែផ្លេកបន្ទល់ភ្លឺតិចអញ្ចឹងទៅឃើញចុងដើមឈើមេឃព្រៃអញ្ចឹងទៅផ្លូវមុខផ្ទះតបូលផ្ទះរបស់អ្នកភូមិអញ្ចឹងទៅហើយគោបបែហ្នឹងអ្នកខ្លះគេដឹកចូលឲ្យហើយគេខ្លាចភ្លៀងខ្លាចអីវាពិបាកបែកផុកបែកម៉ាំអញ្ចឹងទៅហើយពេលហ្នឹងតាសុកណាក៏បានដើរមកផ្លូវមកផ្ទះអញ្ចឹងដើរមកផ្ទះគាត់ចេះយកដៃបាំងថ្ងៃឲ្យមើលលើមើលមេឃមើលអីអញ្ចឹងទៅព្រោះនៅក្នុងចិត្តគាត់កំពុងគាត់ថាដូចជាថ្ងៃនេះដូចខុសប្លែកមិនទេមេឃដូចខុសប្លែកជាងពេលរហដងអញ្ចឹងទៅស្រាប់ពេលហ្នឹងប្រពន្ធគាត់ឆ្ងល់ឃើញប្តីចេញមកខាងក្រៅយកដៃបាំងថ្ងៃមើលមេឃមើលផ្កាយឆ្ងល់ហើយតែស្តុកហ្នឹងក៏មិននេះទៅប្រាប់ភាពអត់កំបាំងរបស់គាត់ឲ្យប្រពន្ធហ្នឹងគាត់ថាមើលទៅគីឡូមេតរនឹងវាភ្លៀងវាមិនភ្លៀងអញ្ចឹងណាប្រាប់ប្រពន្ធគាត់អញ្ចឹងប៉ុន្តែធៀបពិតហ្នឹងគាត់ដឹងខ្លួនគាត់ហើយថាយប់ហ្នឹងនឹងមានរឿងអីកាត់ឡើងអញ្ចឹងហើយងាកមកកាន់តាសានណាតាសានបិទទ្វារផ្ទះលឿនណាយប់អត់តាន់ទេបិទទ្វារបិទប្អួចហើយហូបបាយហូបទឹកអីលឿនទៅមកឡើងលើផ្ទះឲ្យកូនចៅគាត់តែឡែកនៅតែគាត់មិនទាន់ឡើងទៅតាមគាត់នៅក្រោមនៅខាងក្រោមនិយាយគាត់ដើរចុះដើរឡើងធម្មតាផ្ទះគាត់ក៏មានកូនក្រែហើយនឹងកូនរូងមួយនៅក្រោយអានោះសម្រាប់គាត់គេហៅកូនរោងសម្រាប់គាត់អានសភៅធម៌ស្ដាប់ធម៌ស្ដាប់អីចឹងទៅហើយស្របពេលដែលធាតុអាកាសកំពុងតែស្ងប់ស្ងាត់ក្នុងភូមិទាំងមូលហ្នឹងឥឡូវងាកមកសកម្មភាពរបស់លោកតាសានយើងតាសានពេលហ្នឹងគាត់អត់ទាន់ឡើងលើផ្ទះទៀតម៉ោង 7:08 ឥឡូវហ្នឹងយប់បាត់ហើយហ្នឹងហើយនៅមុខផ្ទះចឹងមានអំពូលសូឡាអីដាក់ផ្ទាំងអីប្រភ្លឺចឹងទៅចំហៀងផ្ទះចឹងមាន
កំណោសម្រាមតិចសម្រាមអីគាត់ដុតភ្លឺដេញបុះដេញអីចឹងណាហើយនិយាយពីសកម្មភាពរបស់តាសានពេលហ្នឹងគាត់បាត់ឈឹងពីក្រោយព្រះប៉ុន្តែនៅក្នុងអាខ្ទមរបស់គាត់ហ្នឹងគុណខ្ទមរបស់គាត់គឺបាត់ដែរបាត់ទ្វារបងបាត់ទ្វារតាមពូលបើកផងប៉ុន្តែបើកភ្លើងរបៀបដូចភ្លើងប្លង់ដូចភ្លើងចង្គៀងអញ្ចឹងហើយពេលហ្នឹងក៏គ្មានណាចាប់អារម្មណ៍ទៅឆ្ងល់គាត់ដែរព្រោះផ្ទះរបស់គាត់មានបណ្ណាមើលដឹងដល់ពេលមកមើលក្នុងកូនខ្ទមគាត់ហ្នឹងបានដឹងថាពេលហ្នឹងគាត់កំពុងតែអង្គុយហើយយើងអត់ដឹងទេថានៅក្នុងហ្នឹងមានអីបងប្អូនចង់ដឹងអត់ក្នុងហ្នឹងមានរៀបអាសនៈដូចអាសនៈគ្រូអញ្ចឹងបានន័យថាគាត់ហ្នឹងគឺមកដល់ពេលហ្នឹងមកទល់ពេលហ្នឹងគាត់មិនទាន់លាលែងឲ្យរឿងមន្តអាគមអមអាមក្តាំដុតហ្នឹងទេអញ្ចឹងយើងអាចសន្មតថាគាត់ដូចជាចាស់ទុំសំសិលកាន់ធွာកាន់អាដូចជាមិនតំណងទេព្រោះអីបើសិនជាចាស់ទុំកាន់ធွာកាន់អាគាត់ទៅលវីលវល់រឿងអញ្ចឹងបានន័យថាគាត់នៅលវីលវល់រឿងមន្តអាគមអមអាមហ្នឹងដល់ពេលនៅខាងក្នុងដឹងឃើញអីខ្លះបងប្អូនឃើញមានរៀបអាសនៈមានក្បាលសត្វក្បាលគោក្បាលឆ្កែហ្នឹងគាត់ប្រមូលមកពីណាអត់តែមួយគឺក្បាលខ្មោចក្បាលមនុស្សយើងហ្នឹងអត់មានទេខ្ញុំសើមិនឃើញមានក្បាលឆ្កែក្បាលឆ្មាឲ្យក្បាលសត្វឆ្អឹងសត្វនៅខាងមុខហើយគាត់អង្គុយបិទភ្នែកភេមនីអញ្ចឹងទៅហើយសេពសោតអីមួយយ៉ាងមិនដឹងណាហើយក្នុងបាតដៃគាត់គឺមានសភៅមួយឡើងកាញ់ចាស់មិនដឹងសភៅអីទេកាចាស់សភៅនោះឡើងកាចាស់វាមានសន្លឹកដូចជាលឹកចាយ៉ាងប៉ុនអសមិនដឹងស្អីខ្លះទេព្រោះមើលទៅដូចជាពិបាកអានណាមិនដឹងជាកម្ពីអីរបស់គាត់ទេណាបងប្អូនអត់ដឹងដែរពេលហ្នឹងគាត់បិទភ្នែកអញ្ចឹងទៅគាត់សោតសាប់សោតបិទភ្នែកសាប់សោតហើយបន្ទាប់មកទៀតគាត់ក៏បើកភ្នែកមករឹមហើយពេលហ្នឹងគាត់ក៏លោបញញឹមម្នាក់ឯងលួចញញឹមនៅចុងមាត់ហើយមិនដឹងថានៅក្នុងចិត្តរបស់គាត់ហ្នឹងពុំគិតអីទេញញឹមអញ្ចឹងទៅគាត់ក៏បានយកឆ្អឹងហុកឆ្អឹងដូចជាចកោមខ្លាមិនទេគាត់ណាឆ្អឹងដូចជាឆ្អឹងរបស់ចកោមខ្លាហើយទៅវាមានរូបសូនមួយគាត់យកចេញពីម្ដុំកលុកកលៀតមុខអាសនៈគាត់ហ្នឹងគឺរូបសូនគឺសត្វខ្លាតែមកហើយគាត់ក៏បានយកមកមើលសន្លឹងហើយមុននឹងគាត់សន្លឹងបន្តឲ្យនឹងខ្សែផ្សោតទៅរូបសូនសត្វខ្លាហ្នឹងគាត់និយាយចិត្តតិចថាអាសក់តិចទៀតហែងដឹងហើយចាំមើលហែងនឹងដឹងបើហែងចេះជាងអញហ្នឹងតើហែងអាចបង្ក្រាបខ្លាមកក្បាលនឹងបានអត់និយាយមកដល់ចំណុចហ្នឹងបងប្អូនដឹងហើយថាគាត់មនុស្សបែបម៉េចហើយដល់ពេលនិយាយហើយគាត់ក៏បានសេពសោតអញ្ចឹងទៅដាក់សេពសោតផ្លុំសោតផ្លុំកណ្ដាលវាលរូបសូនខ្លាហ្នឹងគឺពលឺមកអាភ្លើងផ្លុំហ្នឹងគឺចេញសមោលដល់ពេលគាត់សេពសោតផ្លុំអារូបសូនខ្លាដីធ្វើពីដីដំបងបាត់ម្ដងបន្តិចរហូតបាត់ឆឹកបាត់ចេញពីដៃគាត់បាត់សូនហ្មងបាត់សូនឆឹងហ្មងដល់ពេលបាត់ចឹងទៅគាត់ក៏ញឹមហើយគាត់ក៏ងើបក្រោកហើយចេញមកក្រៅហួងរបស់គាត់ធ្វើដូចធម្មតាជក់បារីជក់អីចឹងទៅហើយដើរពាត់ដៃចឡើងជុំវិញផ្ទះចឹងទៅហើយពេលនោះប្រពន្ធគាត់ស្រែកសួរអាយយប់ស្មានហ្នឹងអត់គិតឡើងដេកផ្ទះគាត់ក៏តបថាតន់ដេកឯងមកវាដេកមុនទៅខ្ញុំហៅដើរហាត់ប្រាណបន្តិចចឹងហើយងាកមកកណ្ដាលភូមិយើងវិញជាពិសេសមកដុំគ្រួសារដែលចិញ្ចឹមគោច្រើនណាបងប្អូនពេលនោះគឺមេឃខ្មុលខ្មាញ់មកបកោផងផ្ទះផងប៉ុន្តែអត់ភ្លៀងសោះវាព្រៀបដូចជាស្អីមួយចរន្តអគ្គិសនីប៉ះគ្នានៅខាងខោមបោកដកអញ្ចឹងវាលឺភុំផាំងហើយភ្លើងឯផ្លេងម៉ូតូលេខជះពេញតែឃើញតែដបូលផ្ទះផ្អើដល់ឆ្កែផ្អើដល់គោគាត់ឈើមកឈួលដោយសារវាភ័យអាភ្លឺផ្លេងម៉ូតូលេងវាលឺគ្រាប់ផ្ទះលឺផ្គរមិនគ្រាប់ផ្ទះលឺផ្គរលឺអីចឹងណាមកពេលនោះភ្លៀងក៏ធ្លាក់មកឈូភ្លៀងធ្លាក់មកឈូហើយអ្នកដែលនៅខំបាននេះក៏ឡើងទៅលើអស់
hay củ xa đó bò lục ta sọc ấy nó có lại màu đài dân tại bàn tái nơi ta sọc bằng bộ mình cho là mấy bàn ta sọc lại ta sọc còn bàn đằng hương chẳng gọi lại này ấy chỉ mới to từ một tiệt hương nó bị dăng bông bồn tam đàn sẽ đạp ấy mền tên hay sau đó pe nó đấy khổ xa đã mình chăm cô chớn chăm của bay chớn thằng crao đó pe nó cứ plek bằng tốt cứ che từ khang nó che châu crao cô châu lấy khơi là cô của bay ấy chả ba thế nó xong bây giờ cô bông chuột ạch nó cũng khơi nhờ cô bông để khi lịch ạch lịch ấy chẳng lịch nôm bịch pin nó nặng tiền tự hỏi ông sóc ban khơi về nó có được cận lòng chật hỏi bên nó có sạch va từ căn nè tiaประมาณกูซาดันจำกูเชิญnó cứกดแผลแต่โอ้ยมือกูอาซาเอาจ่อมือกูมือไอ้พ่อหอยกูไปเชิมชูเอาไปชูแฉเลยไปเอาจะมวยโกนจะมวยเพลงตัวโกนยังปุ๋ยไปขอไฟเป้ไปขอปีเปลหอดองเพลียงมาดองดุแมนจังยังนะไอ้ปุ๊ก่อนnóก็ใส่มาวันตื้อนะไอ้เตลบ้องจับสายจ่อมือเอาก้อนในบ้านช่วยเตือนจังนะตามบ้านก้อนอมซักก้อนแผลจังนั่นคือแมนดำใบเอาคลายเมียดดัดดิใส่กูมูโจลังจบไม่ดัดงี้ไม่กอดจงไปจะถ่ายซาอาเตอร์ก็รู้เบี้ยมีนใส่โจมอลวดโจไอซีบาดจังนะนั่นไงให้ช่วยนั่นก็เลี้ยงchươngเลี้ยงได้นั่นเลี้ยงchươngเลี้ยงได้ยังthếได้หมดดอจะตายข้างมุกกอดก็บ้านเงี้ยสลังเมื่อแต่มาดมเตะระบลูกตาสามเป็นน้องกอดก็nhầm là bị nhầm smart mình nhầm sợ hay nhầm smart hay con lang pro cho luôn tè bát tử mình đang con bên nào tận này bẹp mấy nhầm hay con lang tè bát lô bằng tọa bị con lang lừa tè bát chứ bông bộ này mà sẽ bỏ cái đầy màu chân thế sao ta là mùi dạng thùng mà đã cắt cái tao là phùng màu trên bị lưỡi đào phùng màu nhá trên bị lưỡi sang màu cắt đau mình cho bé nam riêng đau cái đào phơi rồi đá cái đào phơi như thế bên nó phơi một tốt khla prong hỏi khla nó có ban chụp được hàng một tia hà bò lục ta sọc vậy nè hỏi ta đã hàng một tia bò lục ta sọc nó cứ tia song kháng sợ kia trăm cô có bảy chân chẳng hỏi bị chụp cho nó bọc này bộ có hôm thấu mặc khla nó hỏi khla nó đang khla bò bên nào bằng bồn khla cung bò lục ta sanไปchia màu này vì của bạn chụpอย่างนั้นvì lật một lật cò vì cái hầm một phần này bao bò hòm đuôi phượng chẳng cái nó vì clean vì bàn khơi cù khơi của bày của vùng ta show bên tranh sạch tam bờ lư lên tổ luôn clean hồ được một cái khạ hay nó bây giờ một lật có vì hiệp tu này họ cho te chuột là bong thế bò nè phun nó nè củ sa nó tao tôi nó sẽ được đen khoằm tè bánh trong người ta cả ba khàn đang mà vậy mà đâu việc bánh tới việc là cái cả ba bọc khàn nó mình bự phượng được đom phượng nào bánh rồi plot tụt bung đi khoằm bảy tụt bung cho nước ăn mi bên nào bên dài cái hai thằng muốn là cùng bạc này ăn mi bên nào nhẹ sao tụt bưng như thế khla nó có đây đâu hay vì tên này đâu đây đâu cái sao tôi chỉ hụt đảo vì hụt sồn hay hụt nó này cái đá phơi này là thòng đá phơi bê tông vì đi cho ngô nó mà đồng hàng một tia hà bò lập ta sọc cho nữa và tôi bị bưng như thế mấy sao là phải là ao liền trên cài trên phải chăn trên ấy sẽ là thêm một tập liếng ngọt liếng phong đây bây giờ là chẳng thế sky nó còn lên phù lên lù điện tử hay sạch hương bỏ dưới còn xong slide đầm đang sân bóng bồn bởi sân địa bóng bồn bạn sẽ đáp đó job hỏi miền ca comment xong to admin đừng dậy bật to tiền còn tại ở toàn miền ấy thế từ admin bật job hơn nâng thầm đang sân tại vì miền phía tiền và xong một con bóng bồn phải mất là ban chân này về vật liệt đạp nhà lấy mấy khang admin chập đam clear nàyตัวใบตอใส่เชิงที่โกบาได้ไปเพลียงเตียนมาให้บางคนก็เพลย์ช่วยจัด subscribe channel ไว้มินผมมาออกคนสมุนเบลี